បើសូមគ្រប់នឹងជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាខ្ញុំសូមដល់ស្រង់យកទៅបោះសារព័ត៌មានមួយតើបន្ទោសអ្នកណាខ្លាចឪពុកម្ដាយស្ដីបន្ទោសសិស្សម្នាក់បង្ខំចិត្តបន្លំខ្លួនមកបណ្ដួលប្រឡងបាក់ឌុបទាំងគ្មានឈ្មោះនៅក្នុងបញ្ជីត្រូវ ACU ក៏ហៅអញ្ជើញឪពុកម្ដាយមកធ្វើកិច្ចសន្យាទទួលកូនពុកម៉ែបងប្អូនទាំងអស់គ្នាករណីភ្ញាក់ផ្អើលមួយបានកើតឡើងនៅក្នុងដំណើរការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិសម័យប្រឡង10សីហាឆ្នាំ2026ខណៈដែលសិស្សម្នាក់ដែលជាសិស្សប្រឡងថ្នាក់ទី11នៅក្នុងឆ្នាំសិក្សា2024-2025បានលួចចូលនៅក្នុងមណ្ឌលប្រឡងដោយសារតែរូបគេបានកុហកឪពុកម្ដាយថាខ្លួនមានឈ្មោះចូលរួមប្រឡងបាក់ឌុបឆ្នាំនេះព្រោះតែភាពភ័យខ្លាចរងការស្ដីបន្ទោសក្រោយពីគណៈកម្មការធ្វើការត្រួតពិនិត្យនិងទៀងទាត់យ៉ាងហ្មត់ចត់រកឃើញថាសិស្សរូបនេះពិតជាមិនមានឈ្មោះនៅក្នុងបញ្ជីបេក្ខជនប្រឡងឡើយភ្លាមនោះគណៈមេប្រយោគទូទាំងប្រទេសប្រចាំខេត្តសហការជាមួយនឹងក្រុមការងារបព ACU និងភាគីពាក់ព័ន្ធបានអញ្ជើញឪពុកម្ដាយរបស់សិស្សមកធ្វើការធានាអាងនិងទទួលស្គាល់ការពិតជាលទ្ធផលខាងឪពុកម្ដាយទទួលស្គាល់ថាកូនរបស់ខ្លួនពិតជាប្រឡងធ្លាក់តាំងអំពីថ្នាក់ទី11មកម្លេះហើយពិតជាគ្មានឈ្មោះនៅក្នុងបញ្ជីប្រឡងនិងមិនបានមកប្រឡងជំនួសអ្នកណានោះឡើយគណៈកម្មការបានរៀបចំធ្វើកំណត់ហេតុនិងណែនាំសិស្សមិនឲ្យប្រព្រឹត្តកំហុសបែបនេះទៀតឡើយដោយសម័យខ្លួនបានសន្យាថាកែខ្លួននៅចំពោះមុខគណៈកម្មការនិងនៅចំពោះមុខឪពុកម្ដាយផ្ទាល់ខ្លួនបើអញ្ចឹងករណីនេះគឺមូលហេតុអីបានគេចាំបាច់ត្រូវស៊ើបអង្កេតលើករណីសិស្សដែលគ្មានឈ្មោះមកប្រឡងបាទគឺដោយសារតែខ្លាចមានជនបន្លំខ្លួនមកបន្លំចូលប្រឡងជំនួសសិស្សនរណាម្នាក់បាទប៉ុន្តែបន្ទាប់អំពីស៊ើបអង្កេតសួរនាំដេញដោលទៅបាទមិនមែនជាហេតុការណ៍លួចចូលប្រឡងជំនួសអ្នកណាម្នាក់ទេបាទគឺដោយសារតែគាត់នឹងគឺខ្លាចឪពុកម្ដាយស្ដីបន្ទោសហើយក៏បាននឹងលួចចូលបន្លំខ្លួនប្រឡងបាទដោយសារតែធ្លាប់ប្រឡងធ្លាក់កាលអំពីឆ្នាំមុនបើចឹងសូមបញ្ចប់នៅតំបន់នេះតែត្រឹមតែសិនឲ្យបងប្អូនដែលមិនទាន់បានជួយ Subscribe សូមជួយ Subscribe ដើម្បីទទួលបាននៅតំបន់ផ្សេងៗទៀតបាទសូមអរគុណនិងសូមគោរពលា